ហើយហេខ្ញុំនឹងទៅឥឡូវនេះទាំងអស់នេះគឺជាផលចំណេញដែលរកបានដោយអយុធធម៌ខ្ញុំអាចរកឱកាសដើម្បីបោកប្រាស់លុយរបស់គាត់ទាំងអស់នៅពេលក្រោយទោះបីជាខ្ញុំអាចប្រែក្លាយខ្លួនបានក៏ដោយក៏ខ្ញុំមិនអាចបើកទ្វារនេះដោយចាក់សោខួរក្បាលរបស់វាបានដែរដោយមានសមត្ថភាពនេះខ្ញុំអាចផ្លាស់ប្ដូររូបរាងហើយឲ្យប៉ូលីសជួយខ្ញុំបានអ្នកជឿហើយមើលមុខអ្នកលក់ផងថ្ងៃនេះហាងបិទយឺតណាស់អូខ្ញុំបានចាក់ចេញរួចហើយប៉ុន្តែខ្ញុំភ្លេចយកអ្វីមួយមកខ្ញុំទើបតែដឹងថាខ្ញុំមិនបានយកកូនសោរបស់ខ្ញុំមកទេពេលខ្ញុំត្រូវតើអ្នកមានវិធីបើកវាឲ្យខ្ញុំទេប្រសិនបើអ្នកកំពុងប្រញាប់ខ្ញុំបានកាត់គាត់ជាពីរកំណាត់ដោយប្រសិនបើអ្នកមិនប្រញាប់ទេអ្នកគួរតែរកជាងសោទោះជាយ៉ាងណាក៏ដោយសម័យនេះមិនងាយស្រួលរកទេហេតុអ្វីបំបែកបើកចំហសោបើកហើយអ្នកលក់ដូរអ្នកអាចត្រឡប់ទៅវិញឥឡូវនេះមន្ត្រីប៉ូលីសអរគុណរឿងតូចតាចកុំភ្លេចយកកូនសោរបស់អ្នកនៅពេលក្រោយហេតុអ្វីបងហើយហេម៉ាស់ផ្លាស់ប្ដូរមុខនេះមានប្រយោជន៍ខ្លាំងណាស់មានភាគហ៊ុនមួយដែលត្រូវការជំនួយឥឡូវនេះចូលមើលខ្ញុំសូមហៅដកយកផលចំណេញដែលអ្នកបានមកដោយខុសច្បាប់ចេញពីឃ្លាំងរបស់អ្នកអស្ចារ្យមែនប្រាក់ច្រើនណាស់តើមនុស្សប៉ុន្មានអ្នកត្រូវបានគេបោកប្រាស់ដោយរឿងនេះខ្ញុំជាអ្នកបម្រើដ៏រាបទាបរបស់អ្នកកំពុងធ្វើសកម្មភាពក្នុងនាមស្ថានសួគ៌ដើម្បីរក្សាយុត្តិធម៌ខ្ញុំហៀចេញអស់ហើយហេតុអ្វីមិនប្រើសម្លៀកបំពាក់ជាថង់ក្រណាត់យើងមិនអាចទុកប្រាក់ច្រើនដល់ចៅហ្វាយដ៏ខូចខើនោះបានទេហេប្រាក់ទាំងអស់នេះជារបស់ខ្ញុំបើអ្នកហ៊ានបោកប្រាស់មនុស្សម្ដងទៀតខ្ញុំនឹងត្រឡប់មកវិញដើម្បីបោកប្រាស់គ្រប់គ្រាន់សម្រាប់ខ្ញុំប្រើមួយរយៈអូល្ងងណាស់នេះប្រហែលជាប្រាក់ទាំងអស់ដែលហាងមានវាមិនមានសុវត្ថិភាពទេក្នុងការយកលុយច្រើនដោយបងឡើយត្រូវទៅផ្ទះសំណាក់កក់បន្ទប់ហើយទុកវានៅទីនោះបន្ទាប់មកទៅយ៉ាងហូឡូហើយរីករាយហាល្អលោតបានល្អមិនអីទេលោតបានល្អសូមធ្វើផ្លូវឲ្យផងខ្ញុំចង់នៅជួរមុខគេបំផុតអូព្រះជាម្ចាស់ឲ្យនេះតើអ្នកសុំទាននេះចូលមកដោយរបៀបណាចេញពីទីនេះឥឡូវនេះលុយនេះជារបស់អ្នកបើកយកព្រមសូមខ្ញុំក៏នឹងរីករាយដែរអ្នកទស្សនាអាហារត្រូវបានបម្រើអូព្រះជាម្ចាស់ឲ្យសូមទានម្នាក់នេះពិតជាមានទ្រព្យសម្បត្តិច្រើនទាំងបណ្បែបលោកខាងលិច10ច្រើនជាង10-20ឆ្នាំសូមរីករាយជាមួយអាហាររបស់អ្នកហេតុអ្វីនេះជាជីវិតប្រភេទដែលអ្នកធ្វើដំណើរតាមពេលវេលាគួរតែរស់នៅល្អលោតដ៏អស្ចារ្យហាល្អណាស់អាយ៉ាអ្នកសុំទាននេះប្រកាសជាមានទ្រព្យសម្បត្តិច្រើនមែនក្មេងស្រីនេះជារង្វាន់របស់អ្នកហើយម្ចាស់វ័យក្មេងខ្ញុំមិននឹកស្មានថាភ្ញៀវមានចិត្តទូលាយយ៉ាងនេះទេហេតុអ្វីបានជាអ្នកមិនឡើងមកជន់លើជាមួយខ្ញុំយ៉ាងហូឡូរបស់យើងផ្ដល់ជូននៅការព្យាបាលកាន់តែប្រសើរឡើងដល់ភ្ញៀវកិត្តិយសដូចជាអ្នកតើវាអាចជាអ្វីផ្សេងទៀតយើងមានរបាំតូលរំសម្រាប់តែអ្នកប៉ុណ្ណោះភេសជ្ជៈល្អក៏នឹងត្រូវបានបម្រើផងដែរល្អតោះទៅនេះហេតុអ្វីវានៅតែត្រូវតែជាយ៉ាងហូឡូការរីករាយនេះគឺល្អជាពិសេសទោះជាយ៉ាងណាក៏ដោយវាត្រូវចំណាយប្រាក់ច្រើនណាស់ក្នុងមួយយប់ខ្ញុំត្រូវទិញសម្លៀកបំពាក់ថ្មីមួយបើមិនដូច្នោះទេមនុស្សនឹងតែងតែមើលងាយអ្នកស្រមុកឥឡូវនេះអ្នកកំពុងធ្វើដូចជាមនុស្សហើយតើនោះជាអ្វីពីមុនឥឡូវខ្ញុំជាអ្នកមានហើយយើងគួរតែរីករាយនឹងរឿងដែលយើងមិនធ្លាប់រីករាយពីមុនមកអ្នកចង់មានន័យថាលុយទាំងអស់នៅក្នុងហាងរបស់អ្នកត្រូវបានគេលួចមែនទេវាដោយសារតែអ្នកមិនលួចលុយខ្ញុំអស់ហើយចៃដន្យមែនយប់មិញនេះពេលខ្ញុំកំពុងល្បាតនៅយ៉ាងហូឡូខ្ញុំបានឃើញអ្នកសុំទានម្នាក់កំពុងបោះចោលលុយយ៉ាងច្រើនវាប្រកាសជាអ្នកសុំទាននេះហើយដែលបានលួចទៅហើយ
គាត់គឺជាជនសង្ស័យចម្បងតើនោះមិនមែនជាអ្នកសុំទានទេអ្នកគួរតែត្រឡប់ទៅមុនសិនខ្ញុំនឹងប្រាប់អ្នកប្រសិនបើមានព័ត៌មានអ្វីសូមវាត្រូវបានរៀបចំសម្រាប់ក្បាលហេឈប់នៅត្រង់ហ្នឹងមិនសប្បាយចិត្តខ្ញុំឈ្មោះលីយ៉ាយប់មិញខ្ញុំបានឃើញអ្នកសុំទានកំពុងខ្ចាត់ខ្ចាយប្រាក់គ្រប់ទីកន្លែងនៅឯប៉មយ៉ាងហ៊ូថ្ងៃនេះលុយទាំងអស់នៅក្នុងហាងលក់ម៉ាស់នេះអស់ហើយនិងហុំអ្នកសុំទានឲ្យអ្នកថែមទាំងបានបដូរសម្លៀកបំពាក់ថ្មីទៀតផងតើលុយនោះបានមកពីអ្នកសុំទានតើអ្នកណាជាអ្នកសុំទានតើភស្តាំងនៅណាស្រមុកទោះបីជាខ្ញុំគ្មានភស្តាំងក៏ដោយប៉ុន្តែខ្ញុំប្រកាសថាអ្នកនឹងរអិលដួលឆាប់ឬក្រោយមកទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកសុខចិត្តផ្ដល់ប្រាក់មួយចំនួនដល់មន្ត្រីប៉ូលីសម្នាក់នេះខ្ញុំអាចធានាបានថាខ្ញុំមិនបានឃើញអ្វីទេ